សម្លឹងទៅមេដែលកំពុងតែប្រែពណ៌បាត់ដូចជាចិត្តខ្ញុំដែលពេលនេះកំពុងតែហត់នឿយរកកន្លែងបងឯកមិនឃើញសូម្បីតែបន្តិចឡើយមិនដឹងជាយ៉ាងណាតើចិត្តមួយនេះអាចឈប់ឈឺចាប់មានរឿងជាច្រើនដែលចង់រៀបរាប់តែគ្មានអ្នកស្ដាប់ព្រោះក្នុងពិភពលោកដ៏ធំតែមានអារម្មណ៍ថាឯកាតែត្រូវទ្រាំដល់ពេលណាទើបមេក្នុងចិត្តភ្លឺថ្លាឡើងវិញចង់យំបញ្ចេញនៅរាល់ទុកកង្វល់ចង់ឲ្យខ្យល់បងនាំយករឿងរ៉ាវដែលនៅសេសសល់ឲ្យហងទៅឆ្ងាយទៅកន្លែងដែលគ្មានការឈឺចាប់ឲ្យចិត្តដែលធ្លាប់បាក់ស្បាត់បានរួងឡើងវិញម្ដងទៀតមិនដឹងជាយ៉ាងណាតើចិត្តមួយនេះអាចឈប់ឈឺចាប់មានរឿងជាច្រើនដែលចង់រៀបរាប់តែគ្មានអ្នកស្ដាប់ព្រោះក្នុងពិភពលោកដ៏ធំតែមានអារម្មណ៍ថាឯកាតែត្រូវទ្រាំដល់ពេលណាទើបមេឃក្នុងចិត្តភ្លឺថ្លាឡើងវិញសង្ឃឹមថាថ្ងៃស្អែកពន្លឺព្រះអាទិត្យនាំមកនូវស្នាមញញឹមទោះបីពេលនេះខ្ញុំនៅតែស្ថិតក្នុងភាពស្រពេញស្រពើក៏សូមឲ្យយប់នេះកន្លងផុតទៅដោយសន្តិវិធីនៅទីនេះមានតែរូបខ្ញុំនឹងភាពស្ងប់ស្ងាត់សម្លឹងទៅមេដែលកំពុងតែប្រែពណ៌បាត់សម្លឹងទៅមេដែលកំពុងតែប្រែពណ៌បាត់ដូចជាចិត្តខ្ញុំដែលពេលនេះកំពុងតែហត់នឿយរូបកន្លែងបងឯកមិនឃើញសូម្បីតែបន្តិចឡើយមិនដឹងជាយ៉ាងណាទើបចិត្តមួយនេះអាចឈប់ឈឺចាប់មានរឿងជាច្រើនដែលចង់រៀបរាប់តែគ្មានអ្នកស្ដាប់មានរឿងជាច្រើនព្រោះក្នុងពិភពព្រោះក្នុងភពលោកដ៏ធំតែមានអារម្មណ៍ថាឯកាតើត្រូវទ្រាំដល់ពេលណាទើបមេឃក្នុងចិត្តភ្លឺថ្លាឡើងវិញពេលខ្លាំងចង់យំបញ្ចេញនៅរទុកកង្វល់ចង់ឲ្យខ្យល់បក់នាំរឿងរ៉ាវដែលនៅសេសសល់ឲ្យហងទៅឆ្ងាយទៅកន្លែងដែលគ្មានការឈឺចាប់ឲ្យចិត្តដែលធ្លាប់បាក់ស្បាត់បានរួងឡើងវិញម្ដងទៀតសង្ឃឹមថាថ្ងៃស្អែកពន្លឺព្រះអាទិត្យនឹងនាំមកនៅស្នាមញញឹមទោះបីពេលនេះខ្ញុំនៅតែ
ស្ថិតក្នុងភាពស្រពេចស្រពិលក៏សូមឲ្យយប់នេះកន្លងផុតទៅដោយសន្តិវិធី